ការរៀនបើកផ្លូវសម្រាប់ជីវិតខ្លួនឯងកុំឲ្យតក់ចិត្តសពថ្ងៃហ្នឹងមានបងប្អូនជាច្រើនគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងគាត់ក៏សម្រេចចិត្តបែកបាក់ស្នេហាគាត់សម្រេចចិត្តថាឈប់រៀនគាត់សម្រេចចិត្តថាបោះបង់គោលដៅខ្លួនឯងគាត់សម្រេចចិត្តថាឈប់ធ្វើនេះឈប់ធ្វើនោះមូលហេតុដោយសារតែអីគាត់បានទាញទ្វារបិទសម្រាប់ជីវិតរបស់គាត់ជីវិតរបស់គាត់តច្រកតំណឹងហើយបានគាត់ឈប់មូលហេតុរបស់គាត់គឺវាតល់ច្រកតំណឹងតែនេះបងចង់ប្រាប់បងប្អូនថាជីវិតរបស់យើងមិនតច្រកទេឲ្យតែយើងបើកទ្វារតច្រកហ្នឹងមកវិញបើទ្វារតច្រកហ្នឹងវាបិទយើងទាញទ្វារហ្នឹងបើកវិញបើទ្វារហ្នឹងបើកអត់បានបើកទ្វារមួយទៀតជីវិតរបស់យើងគឺមិនតច្រកទេនៅពេលដែលយើងរៀនស្គាល់ជីវិតខ្លួនឯងឲ្យច្បាស់ឲ្យតម្លៃជីវិតរបស់ខ្លួនឯងឲ្យត្រឹមត្រូវស្គាល់អ្វីគឺជារឿងសំខាន់អ្វីគ្រាន់តែជារឿងបន្ទាប់បន្សំចំណែកជីវិតរបស់យើងជីវិតយើងលែងតច្រកហើយណារៀនប្រើប្រាស់ចិត្តខ្លួនឯងបែងចែករឿងសំខាន់និងរឿងមិនសំខាន់ឲ្យច្បាស់ថាណាជារឿងសំខាន់ពិតប្រាកដឬក៏មួយណាគ្រាន់តែជារឿងដែលយើងកំពុងត្រូវការទេរឿងខ្លះគឺជារឿងដែលយើងត្រូវការហើយជារឿងសំខាន់ទៀតរឿងខ្លះរឿងដែលយើងត្រូវការដែរតែវាអត់សំខាន់រឿងខ្លះវាសំខាន់ដែរតែវាមិនមែនជាអតិភិបណាអត់អតិភិបមកជីវិតយើងអញ្ចឹងយើងត្រូវដឹងថារឿងមួយណាគឺជារឿង important សំខាន់មួយណាគឺជារឿងដែលអតិភិបណារឿងអតិភិបពេលខ្លះវាអត់សំខាន់ផងឧទាហរណ៍ថាយើងជាសិស្សអាការប្រឹងប្រែងរៀនសូត្រយើងគិតថាអត់សំខាន់សម្រាប់យើងទេអាការរាប់អានមិត្តភ័ក្តិអាការរក្សាទំនាក់ទំនងមិត្តភ័ក្តិអាការរក្សាទំនាក់ទំនងស្នេហាសំខាន់ណាស់សម្រាប់របស់យើងប៉ុន្តែវាមិនមែនជារឿងអតិភិបសម្រាប់យើងទេបងប្អូនរឿងអតិភិបរបស់យើងគឺកាន់តែភៅមកអានជាខ្លះយើងគិតថាកាន់តែភៅទៅអាននេះធុញយកងាប់តែថាអីយើងឲ្យបានបែងចែកថារឿងមួយណាសំខាន់រឿងមួយណាអតិភិបរឿងមួយណាបន្ទាប់បន្សំចឹងនៅពេលដែលយើងត្រឡប់ចិត្តខ្លួនឯងមកវិញឲ្យរៀនស្គាល់ថារឿងមួយណាជារឿងបន្តបន្សំ result រឿងមួយណាជារឿង priority ជារឿងមួយដែលអតិភិបហើយរឿងណាជារឿង important អាហ្នឹងយើងអាចរក្សាទ្វាររបស់យើងសម្រាប់ជីវិតរបស់យើងហ្នឹងឲ្យវាចំហបានហើយវាលែងតល់ហើយអញ្ចឹងរឿងសំខាន់បំផុតគឺយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់អ្នកខ្លះគ្រាន់តែមានបញ្ហាក្នុងគ្រួសារតិចតួចក្នុងគ្រួសាររបស់យើងឧទាហរណ៍ជីវិតរបស់យើង